គ្រប់ជំរាបសួរក៏ដូចជាសួរអីទៅកាន់អ្នកនរគ្នាថ្ងៃនេះមកជួបជាមួយខ្ញុំបានម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបញ្យល់ពីVI VIM និង Nano នៅក្នុង Linux អញ្ចឹងខ្ញុំសូមបើក Linux សិននៅក្នុងកម្មវិធី VMware អញ្ចឹងខ្ញុំសូមដាក់នេះវា root ទី1អញ្ចឹងដាក់ password របស់ខ្ញុំដាក់ខុសអត់ទេដែរចង់អត់អីទេអា line password នេះអ្នកវាប្រអត់ជាស្គាល់ថាចុចអត់ឃើញអីហើយក៏ចេញដោយសារនេះវាដូចជាអាន key ដូចជាមើលអត់ឃើញអា key ហ្នឹងតែយើងអាចបែកបានឲ្យតែយើងដាក់ password យើងទៅអាហ្នឹងវានេះ root localhost យើងចូលហើយអញ្ចឹងដំបូងយើងត្រូវយក VM ព្រោះខ្ញុំនិយាយពី VM អញ្ចឹងខ្ញុំទៅយកពី VM មុន VM អ្នកមានដាក់ file វា.txt នេះដូចជា file ដែលខ្ញុំធ្លាប់បង្កើតពីមុនហើយបងដំបូងហ្មងអ្នកចុចចូលមកគឺអត់មានអីគឺទៅ download គឺស្អាតសូម្បីតែចុចអីគឺក៏អត់បានដែរតែដោយសារនេះខ្ញុំធ្លាប់បង្កើតហ្នឹងយើងចុចបានបងគឺចូលមកគឺសបែបនេះរបៀបចេះយើងចុចឲ្យបានហើយអញ្ចឹងពេលចុចឲ្យបានអ្នកមិនបាច់ឆ្ងល់ទេគឺអ្នកប្រើ key មួយគឺអក្សរ I គាត់ចុចអក្សរ I វាលើ insert ចេះអ្នកគ្នាអាចបញ្ចូលអីក៏បានដែរ input អីក៏បានដែរ input នេះយើងតេស្តសម្រាប់យើងណាទៅខ្ញុំដាក់ hello prom ទៅហើយអាឡៃនេះខ្ញុំដាក់ hello ដាក់អីគេ scanner ដាក់ hello ដាក់អីដាក់ទៅគ្រាន់តែយើងតេស្តទេអញ្ចឹងប៉ុណ្ណឹងហើយបើអ្នកគ្នាចង់ sell អ្នកគ្នាចង់ sell អ្នកគ្នាចង់ចាក់ចេញឬមួយក៏អ្នកគ្នាចង់ចាក់ចេញឲ្យបាច់ sell ឬមួយក៏អ្នកគ្នា sell ហោហើយចាក់ចេញយកហ្មងក៏បានតែអញ្ចឹងមាន comment វាមួយគឺអ្នកគ្នាគ្រាន់តែចុច escape ដើម្បីបំបត្តិ insert ហើយអ្នកគ្នាចុច shift ហើយសញ្ញាចុច2អ្នកគ្នាចុច W នោះវានឹង sell នេះចុច W ហើយនេះមានន័យថាវា Python វានឹង sell អញ្ចឹងខ្ញុំចុចនេះមួយទៀតអញ្ចឹងខ្ញុំចុច W ចុច Q គឺស្មើនឹងចាក់ចេញយកទៅម្ដង Q គឺចាក់ចេញអញ្ចឹងយើងត្រូវចូល VM នៅសាមញ្ញដោយសារយើងឡើងលើនេះអាកាសទេថាអញ្ចឹងយើងចុច VM ហើយយើងចូលទៅ file របស់យើងវិញ .txt អញ្ចឹងនេះចូលមកវិញអាចប្រើបានអញ្ចឹងចុច I អញ្ចឹងខ្ញុំចុចescape ដើម្បីបំបត្តិ insert ចុច2ខ្ញុំចុចអានេះកូននេះដែរអានេះមិនបាច់ sell ឲ្យចាក់ចេញយកទៅហ្មងអញ្ចឹងខ្ញុំសូមដាក់ W Q អញ្ចឹង sell ហងចាក់ចេញហងបាទអា sell ហងចាក់ចេញហងចេះគេអញ្ចឹងចូល VM ដើម្បីតែមក comment ទៀតឲ្យអ្នកគ្នាមើលគឺ file .txt អញ្ចឹងពេលចឹងហើយសួរថា comment អីគេទៀតតែខ្ញុំត្រូវធ្វើអញ្ចឹង comment មួយទៀតនៅក្នុង VMware គឺយើងអាច delete វាបាននេះដូចជា comment មួយដែលគេហៅថា dd គឺអ្នកគេលុបមួយឥឡូវខ្ញុំ dd មួយទៀត dd លុបមួយ dd លុបមួយ dd លុបមួយអញ្ចឹង yeah អញ្ចឹងសម្រាប់ VI គឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ VI អញ្ចឹងខ្ញុំសូមធ្វើថាចាក់ចេញមួយinsert escape ហើយខ្ញុំចុច Q យ៉ាអានេះដោយសារយើង sell វាមួយសិនហើយតោះមកបាន WQ ចាក់ចេញហើយបន្ទាប់មកគឺ comment ទី2គឺយើងប្រើ comment vim VIM ហើយបន្ទាប់មកខ្ញុំប្រើ file ណាម្ដែរ file.txt ដែរនេះអា file.txt នេះមានន័យថាយើងអាចមើលឃើញយើងអាច input យើងក៏អាចដក input នឹងចេញវិញបានដែរគឺឥឡូវខ្ញុំសរសេរ comment មួយ
ខ្ញុំใส่អីឥឡូវចេះតែខ្ញុំใส่អីចោលមួយចាខ្ញុំច្រឡំជាស្រេចឥឡូវខ្ញុំใส่អីចោលមួយខ្ញុំใส่ថាខ្ញុំចេះใส่អីខ្ញុំใส่ថា hello brother អញ្ចឹងទៅ brother ដាក់ខាងគេ you spec hello brother អញ្ចឹងទៅហើយhello brother តែប៉ុណ្្នឹងទៅអញ្ចឹង hello brother ហ្នឹងខ្ញុំចង់អីគេខ្ញុំចង់បំបត្តិវាចោលខ្ញុំចង់ឃើញទេអញ្ចឹងអ្នកគេប្រើគីគេអសយគេសយូអញ្ចឹងបាត់ហើយថាអ្នកគេចង់ឲ្យវាមកវិញអ្នកគេប្រើអសយគេគឺ control មួយគេហៅថា control O អញ្ចឹងវា return មកវិញអញ្ចឹងវាឲ្យឃើញ you បាត់ control O មកវិញហើយឥឡូវខ្ញុំតែមួយទៀតអញ្ចឹងខ្ញុំដាក់មួយទៀត insert អញ្ចឹងដាក់អីគេ hello អញ្ចឹងទៅ hello prom hello pp ឬមួយក៏ all upp រោយ៉ាល់ទៅរោយ៉ាល់តែប៉ុណ្្នឹងហ្នឹងទៅហើយខ្ញុំចង់ឲ្យវាបាត់comment មួយដែលគេហៅថាអក្សរ u បាត់ control o escape control o អីច្រឡំទៀតច្រឡំចឹងនេះមក control o មកនេះមកអីបាត់ b បាត់ហ្នឹងបាទហើយយើងចង់អីគេឲ្យវាហាត់ឆ្លាងយើងចង់ឲ្យវាដូចជាលោតឡាញខ្ញុំនិយាយពីលោតឡាញទៀតហើយយើងផ្សេងដាក់ឲ្យច្រើនដាក់A ដាក់គេ B ដាក់គេ C ដាក់គេ D ដាក់គេ E ដាក់គេ F ដាក់គេ G ដាក់គេ A ចឹងទៅដាក់ចេះដាក់ដល់ណា K ចឹងទៅហើយ comment ដែលត្រូវលោតលេខហ្នឹងយើងឲ្យវា set number មានលេខ1លេខ2លេខ3លេខ4ចឹងណាអញ្ចឹងយើងគ្រាន់តែដក text insert ចុច2ហើយយើង save comment មួយថា set អីគេ set number អីគេ number នេះ set number អញ្ចឹងវាលោតលេខពីលេខ1រហូតដល់លេខ11ដោយសារយើងសរសេរ11ឡានយើងសរសេរ11ឡានអញ្ចឹងវាលោតលេខចំនួន11ឡានមកឲ្យយើងអញ្ចឹងជាចុងបញ្ចប់ខ្ញុំវាយពាក្យ comment មួយដែលគេហៅថាខ្ញុំដាក់ចុងក្រោយគេ WQ ដូចនេះសៀវអញ្ចឹងខ្ញុំ comment មួយទៀត nano អញ្ចឹង nano នេះគឺវាបង្ហាញយើងទាំងអស់មកបាទនេះ nano វាបង្ហាញយើងទាំងអស់អានេះដែលយើង input វាចូលមុនហ្នឹងអញ្ចឹងវាមាននៅក្នុងទាំងអស់អញ្ចឹង nano នេះយើង control C ស្មើនឹងពាក្យ head តែវាបញ្ជាក់នៅក្នុងទាំងអស់ហ្នឹង control O សម្រាប់ write out វា read វាលក្ខណៈថាវាសរសេរមកចេញហើយអា O នេះគឺវាសរសេរចូលហ្នឹងយើងមានតាមហ្នឹងគឺអីគេ control T គឺសម្រាប់អីគេ execute ចឹងទៅចាត់ tally ហើយcontrol C សម្រាប់ location ហើយ control ដកនេះគឺ to the line យើងមើល hit មួយ line 1 2 1 2វាហ្នឹងអានេះគឺ set mark អីគឺមានក្នុងនោះអស់អញ្ចឹងបើសិនជាខ្ញុំចង់ចាក់ចេញច្បាស់ណាស់គឺខ្ញុំត្រូវ control X អញ្ចឹងខ្ញុំត្រូវចាក់ចេញអស់ហើយបើអត់ចាក់ចេញទេវាអត់លោតតែនេះឲ្យខ្ញុំទេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាការបញ្យល់របស់ខ្ញុំមើលទៅរៀងខុសឆ្គងក៏សូមខន្តីអភ័យទោសខ្ញុំផងបាទសូមអរគុណ